bà chuyên nghiệp số phong mai bồn ở kia bà ngàyนี้ថ្ងៃទី12phong maiបូនបាទថ្ងៃទី12ខែ6 2025បាទប៉ែមេដែលផើមដូចខ្ញុំបានបញ្ជាក់ពុកម៉ែបងប្អូនកាលពីលើកមុនអញ្ចឹងបាទឥឡូវកាត់កូនមកបាន2ក្បាលពុកម៉ែបងប្អូនបាទគឺមេនេះគឺមេកូនដំបងបងប្អូនបាទគឺមេកូនដំបងបាទមេកូនដំបងគឺនិយាយទៅគួយប៉ែនេះល្អមែនតើបងប្អូនបាទដោយសារមេវាគឺកូនដំបងកើបមកម្ដងគឺ2តែម្ដងបាទហើយបងប្អូនឃើញជាក់ស្ដែងហើយមេនេះទើបតែកូនដំបងទេពុកម៉ែបងប្អូនបាទកូនដំបងបាទកូនមកម្ដង2ហើយមេខ្មៅនោះក៏កូនម្ដង2ដែរបងប្អូននេះមេខ្មៅនេះមេខ្មៅនេះកូនម្ដង2ដូចគ្នាបាទគឺសិតតែមេកូនដំបងដូចគ្នាបងប្អូនបាទគឺមេកូនដំបងដូចគ្នាតែមេហ្នឹងកើតកូនមកគឺកូនវាងាប់មួយបងប្អូនបាទវាដោយអត់ឲ្យបើកដោះមកអញ្ចឹងបងប្អូនវាឲ្យបើកដោះពេលអញ្ចឹងទៅងាប់មួយនៅសល់មួយបងប្អូននេះសល់នេះសល់មួយហ្នឹងឈ្មោលបាទឈ្មោលហើយមេនេះកើតមកបានកូនមួយនេះកូនរបស់វានេះកូនរបស់វាកើតបានកូនមួយសិតតែមេកូនដំបងដូចគ្នាបាទសារហ្នឹងបងប្អូននេះបាន2បាទឥឡូវបាន3 4 5 6 7 8បាន8ក្បាលហើយបងប្អូនបាទទាំងអស់8ក្បាលអានេះកូនម្ដង2តែម្ដងបាទគឺល្អមែនតើ3 4 5 6 7 8បាទ8ក្បាលទាំងអស់8ក្បាលបងប្អូនដែលខ្ញុំពីវនាវនៅក្នុង Facebook YouTube ហ្នឹងបាទដែលចង់បញ្ចេញទាំងអស់ចង់បញ្ចេញទាំងអស់ហ្នឹងក៏បងប្អូនណាត្រូវការអាចតាក់ទងមកបាទតាក់ទងមកបងប្អូនមកមុនបានមុនបាទប្រញាប់រុះរាន់ឡើងដោយសារអត់សូវមានពេលបងប្អូនគឺចាំអានេះល្អមែនតើបងប្អូនបាទគឺវាល្អដោយសារឆ្នាំកូន2ដងហើយកូនម្ដងសាក់2បងប្អូនហ្នឹងហើយខ្ញុំចាំយូរឆ្នាំណាស់ដែរមកហើយបងប្អូនដោយសារវារវល់ការងារច្រើនអញ្ចឹងទៅម៉ាក់គាត់អត់មានអ្នកណាគេមើលអញ្ចឹងណាអត់មានអ្នកណាគេមើលអញ្ចឹងអត់មានណាគេមើលអញ្ចឹងក៏ចង់បញ្ចេញនេះកើណាកូននេះគឺកាត់មកឈ្មោលបងប្អូនឈ្មោលមួយញីមួយឈ្មោលមួយញីមួយឈ្មោលទាំងអស់3បងប្អូនបាទឈ្មោលទាំងអស់3សារណាកូនកើតមកទឹមកើតមកព្រឹកមិញបងប្អូនព្រឹកមិញកើតមកកើតអស់ហើយបងប្អូនមេកើតមកអស់ហើយខ្មៅនេះចង់ផើមទៀតហើយបងប្អូនចង់ផើមទៀតហើយមេខ្មៅហ្នឹងចង់ផើមទៀតហើយល្អនេះឈ្មោលបាវា